ព័ត៌មានបន្ទាន់យេហោម៉ាក់ល្បីៗរបស់ប្រទេសសៀមចំនួន3ត្រូវបានបោះបង់ក៏ដូចជាផ្អាកនៅក្នុងការរកស៊ីនៅក្នុងប្រទេសកម្ពុជាកំពុងតែស្ថិតនៅក្នុងភាពវឹកវរសេដ្ឋកិច្ចរបស់កម្ពុជាប្រកាសជាវិនាសនេះគឺជាចំណងជើងមួយដែលត្រូវបានវីដេអូនៅក្នុងប្រទេសសៀមបានបង្កើតបានបង្ហោះផ្សាយមើលទៅពួកគេកំពុងតែមានអំនួតហើយក៏មានការចោទប្រកាន់ជាពិសេសពាក្យដែលគេប្រើប្រាស់នេះវាហាក់ដូចជាពាក្យមួយអន្តងចិត្តឲ្យមានប្រជាពលរដ្ឋសៀមចូលទៅមើលវីដេអូវាយ៉ាងច្រើននៅក្នុងវីដេអូរបស់ប្រទេសសៀមមួយនោះវាបានលើកមកនិយាយថាការហាមឃាត់ឬអំពាវនាវឲ្យមានការបដិសេធឬក៏ពាក្យហេការនៅក្នុងការប្រើប្រាស់ទំនិញសៀមនៅក្នុងប្រទេសកម្ពុជាវាគឺជារឿងធម្មតាកើតឡើងនៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះហើយជាទូទៅវាបានកើតឡើងនៅក្នុងស្ថានភាពតានតឹងទាំងផ្នែកនយោបាយឬចរន្តឬការពិភាក្សានៅលើបណ្ដាញសង្គមតែប៉ុណ្ណោះការលើកមកនិយាយពីខាងពួកចៅសៀមមួយឃ្លានេះមានន័យថាពួកគេមានការមើលងាយមកលើជនជាតិខ្មែរថាមានការផ្អាកការប្រើប្រាស់ផលិតផលសៀមត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះក្នុងវីដេអូនោះដដែលវាបានលើកមកនិយាយថាមូលហេតុសំខាន់ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរផ្អាកការប្រើប្រាស់ផលិតផលសៀមគឺមានដូចជាអាចមកពីចំនួនទាក់ទងទៅនឹងវប្បធម៌ដូចជាការជជែកវិញ្ញាណអំពីប្រភពដើមនៃកីឡាប្រដាល់ឬមរតកវប្បធម៌ឬបេតិកភណ្ឌរួមជាដើមទី2វាអាចកើតឡើងមកពីបញ្ហាព្រំដែនឬតំបន់មានចំនួនហើយទី3វាអាចកើតឡើងតាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតឬព័ត៌មានដែលមានភាពភ័ន្តច្រឡំនៅលើបណ្ដាញសង្គមរបស់ភាគីទាំងសងខាងនិងទី4គឺយុទ្ធនាការនិយមដែលលើកទឹកចិត្តឲ្យប្រើប្រាស់ផលិតផលក្នុងស្រុកដើម្បីជំរុញសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជាទោះបីជាមានយុទ្ធនាការបដិសេធមិនឲ្យប្រើប្រាស់ផលិតផលសៀមជាបន្តបន្ទាប់ក៏ដោយនៅក្នុងការអនុវត្តជាក់ស្ដែងវាមិនបានផ្ដល់ជាផលប៉ះពាល់ខ្លាំងមកលើសេដ្ឋកិច្ចរបស់ប្រទេសសៀមឬក៏ផលិតផលសៀមនោះទេពីព្រោះតែផលិតផលសៀមជាច្រើនគឺត្រូវបានប្រជាពលរដ្ឋខ្មែរប្រើជាប្រចាំមានដូចជាគ្រឿងទេសគ្រឿងសម្អាងគ្រឿងសំណង់ពីព្រោះតែផលិតផលទាំងអស់នោះគឺមានកេរ្តិ៍ឈ្មោះល្អនិងទទួលបានការជឿទុកចិត្តនៅក្នុងការប្រើប្រាស់ពីប្រជាជនកម្ពុជាតាំងពីយូរណាស់មកហើយលើសពីនេះកម្ពុជាបាននាំចូលទំនិញពីសៀមនៅក្នុងតម្លៃខ្ទង់រាប់ពាន់លានដុល្លារឯណោះនៅក្នុងមួយឆ្នាំប្រសិនបើមានការហាមឃាត់ទាំងស្រុងនោះវានឹងធ្វើឲ្យមានផលប៉ះពាល់ទៅលើពាណិជ្ជករនិងការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផ្ទាល់នោះឯងបន្តទៅទៀតនៅក្នុងវីដេអូសៀមវាបានលើកមកនិយាយថាផលប៉ះពាល់ដែលអាចកើតមាននៅក្នុងការពាក្យហេការមិនប្រើផលិតផលសៀមគឺនឹងធ្វើឲ្យទំនិញមួយចំនួនអាចនឹងធ្លាក់ចុះនៅក្នុងការលក់អំឡុងពេលដែលមានចរន្តនៃការពាក្យហេការខ្លះហើយក៏ធ្វើឲ្យផលិតផលដែលមានជំរើសជំនួសងាយស្រួលដូចជាភេសជ្ជៈអាហារសម្រន់អាចជួបការធ្លាក់ចុះនៃការលក់បណ្ដោះអាសន្នហើយក៏អាចផ្ដល់ជាផលប៉ះពាល់ដែលធ្វើឲ្យមានការប៉ះទង្គិចពាក្យសម្ដីរវាងអ្នកប្រើប្រាស់នៅក្នុងបណ្ដាញសង្គមអ៊ីនធឺណិតថៃនិងកម្ពុជាដែលប៉ះពាល់ទៅដល់បរិយាកាសទេសចរនិងការវិនិយោគទោះជាយ៉ាងណាក៏ដោយព័ត៌មាននៅលើបណ្ដាញសង្គម TikTok, Facebook និង YouTube អំពីការពាក្យហេការមិនប្រើប្រាស់ផលិតផលសៀមគឺជាមាតិកាដែលបង្កើតឡើងដោយបុគ្គលតែប៉ុណ្ណោះឬមានឥទ្ធិពលមួយចំនួនតែប៉ុណ្ណោះប៉ុន្តែទាំងអស់នេះវាមិនមែនជាគោលការណ៍ជាផ្លូវការរបស់រដ្ឋាភិបាលកម្ពុជានោះទេផ្ទុយទៅវិញរដ្ឋាភិបាលទាំងពីរតែងតែព្យាយាមរក្សាទំនាក់ទំនងពាណិជ្ជកម្មដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរួមករណីដែលក្រុមហ៊ុនរបស់ប្រទេសសៀមបានបោះបង់នៅក្នុងការរកស៊ីនៅក្នុងប្រទេសកម្ពុជានៅពេលបច្ចុប្បន្នដែលត្រូវបានគេរកឃើញនៅដើមឆ្នាំ2026នោះគឺឃើញមាន3ឧទាហរណ៍ដូចជាទី1ក្រុមហ៊ុន Mama Thai President Food ដែលបានធ្វើការផ្អាកការផលិតនិងពន្យាពេលនៅក្នុងគម្រោងវិនិយោគថ្មីរងចាំតាមដានស្ថានភាពនាពេលអនាគតក្រុមហ៊ុនទី2គឺក្រុមហ៊ុន Osospa ដែលគេស្គាល់ថាមានដូចជា M150 និង Civic ដែលធ្វើការផ្អាកការនាំចេញទៅក្នុងប្រទេសកម្ពុជាជាបណ្ដោះអាសន្នហើយកំពុងតែធ្វើការវាយតម្លៃទៅលើទីផ្សារអាចត្រូវការពេលនៅក្នុងការស្ដារស្ថានភាពឡើងវិញក្រុមហ៊ុនទី3គឺក្រុមហ៊ុន Thai Food Group ដែលពេលនេះគឺកំពុងតែបង្វែរការវិនិយោគទៅក្នុងប្រទេសវៀតណាមមិនទាន់មានការប្រកាសដកខ្លួនចេញពីប្រទេសកម្ពុជានេះទេនេះគឺជាក្រុមហ៊ុនធំទាំង3របស់ប្រទេសសៀមដែលត្រូវបានសារព័ត៌មានសៀមលើកមកនិយាយថាពេលនេះគឺត្រូវបានផ្អាកការរកស៊ីនៅក្នុងប្រទេសកម្ពុជាហើយក្រៅពីនេះក៏មានអត្ថបទមួយចំនួនបានលើកមកអះអាងថាក្រុមហ៊ុនរោងកុនមួយចំនួនត្រូវបានលក់ភាគហ៊ុនទៅឲ្យប្រទេសកម្ពុជាដោយសារតែចំនួនធ្លាក់ចុះនៅក្នុងវីដេអូនឹងដដែលវាក៏បានលើកមកនិយាយថាមូលហេតុដែលទំនិញសៀមនៅតែពេញនិយមហើយក៏ត្រូវបានប្រជាពលរដ្ឋខ្មែរទុកចិត្តនោះគឺមានគុណតម្លៃសំខាន់ចំនួន4ទី1គឺគុណភាពនិងទំនុកចិត្តអ្នកប្រើប្រាស់កម្ពុជាបានទុកចិត្តទៅលើទំនិញរបស់ប្រទេសសៀមថាមានគុណភាពល្អនិងតម្លៃសមរម្យ
ជាពិសេសអាហារនិងគ្រឿងសម្អាងទី2គឺដោយសារឥទ្ធិពលវប្បធម៌ប្រជាពលរដ្ឋខ្មែរភាគច្រើនគឺមើលរឿងភាគថៃស្ដាប់ចម្រៀងថៃនិងតាមដានបណ្ដាញសង្គមរបស់ប្រទេសថៃដែលធ្វើឲ្យមានការស្គាល់និងផ្ដល់ទំនុកចិត្តទៅដល់យីហោរបស់ប្រទេសថៃទី3គឺអត្ថប្រយោជន៍ទៅលើផ្នែកដឹកជញ្ជូនដោយសារកម្ពុជានិងសៀមគឺមានព្រមប្រទល់ជួបគ្នាការដឹកជញ្ជូនទំនិញគឺមានភាពងាយស្រួលនិងចំណាយតិចមូលហេតុទី4គឺដោយសារតែប្រភេទទំនិញដែលមានចំណែកទីផ្សារខ្ពស់ដែលនៅក្នុងនោះគឺមានដូចជាមីកញ្ចប់ភេសជ្ជៈបើកម្លាំងប្រេងឆាអាហារបំពន់ស៊ីម៉ងនិងសម្ភារៈសំណង់សាប៊ូកក់សក់និងផលិតផលប្រើប្រាស់នៅក្នុងប្រទេសដទៃទៀតនេះគឺជាអត្ថប្រយោជន៍ទាំង4ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរដកចិត្តមិនរួចពីផលិតផលរបស់សៀមនោះទេនេះគឺជាអត្ថបទនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះផ្សាយនៅក្នុងប្រទេសសៀមដែលវាបានលើកមកដាក់ចំណងជើងថាការដែលពួកវាបានដកការរកស៊ីនៅក្នុងចំពោះក្រុមហ៊ុន3ធំនេះគឺវាធ្វើឲ្យមានផលប៉ះពាល់មកដល់ប្រទេសកម្ពុជាជាពិសេសគឺវិស័យសេដ្ឋកិច្ចខ្ញុំមើលទៅអ្វីដែលពួកគេនិយាយនេះគឺគ្រាន់តែជាពាក្យកុហកបោកប្រាស់តែប៉ុណ្ណោះតាមពិតទៅនៅពេលដែលមានក្រុមហ៊ុនរបស់សៀមដកកាន់តែច្រើនវាគឺជាផលល្អសម្រាប់កម្ពុជានោះទេវាមិនបានធ្វើឲ្យមានផលប៉ះពាល់សម្រាប់កម្ពុជានោះទេផ្ទុយទៅវិញវានឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់អ្នករកស៊ីសម្រាប់ប្រទេសសៀមសង្ឃឹមថាពុកម៉ែបងប្អូនមើលវីដេអូនេះហើយតាមដាននៅរាល់ពាក្យរបស់ពួកវាអ្វីដែលវានិយាយខាងលើគឺសុទ្ធសឹងតែពាក្យមើលងាយមកដល់យើងដែលតែងតែប្រើប្រាស់នៅផលិតផលរបស់វាសង្ឃឹមថាពីពេលនេះទៅយើងមានការភ្ញាក់រលឹកឈប់គ្រប់គ្រងផលិតផលសៀមទៀតទៅ